ជំរាបសួរទស្សនិកជនថ្ងៃនេះកម្មវិធីយើងខ្ញុំនឹងបង្ហាញទស្សនិកជនអំពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងជាការពិតណាស់ទឹកដោះម្ដាយគឺជាអាហារដំបូងបង្អស់សម្រាប់ទារកអាយុ6ខែដំបូងប៉ុន្តែនៅពេលដែលកុមារអាយុចាប់ពី6ខែឡើងទៅកុមារត្រូវការអាហារបន្ថែមពីលើទឹកដោះម្ដាយថែមទៀតដូច្នេះដើម្បីឲ្យយល់កាន់តែច្បាស់សូមអញ្ជើញទស្សនិកជនទៅជួបជាមួយនឹងមន្ត្រីជំនាញជាមួយនឹងនាងខ្ញុំសូមអញ្ជើញជំរាបសួរអ្នកគ្រូចា៎ជំរាបសួរអ្នកគ្រូអាចជម្រាបបានទេថាតើទឹកដោះម្ដាយមានសារៈសំខាន់អ្វីខ្លះចំពោះទារកចាទឹកដោះម្ដាយគឺជាអាហារដំបូងបង្អស់សម្រាប់ទារកព្រោះថាទឹកដោះម្ដាយគឺជាអាហារដ៏ល្អឥតខ្ចោះដែលធម្មជាតិបានផ្ដល់មកឲ្យអ្នកម្ដាយគ្រប់រូបដើម្បីចិញ្ចឹមនិងការពារកូនពីជំងឺផ្សេងចាជាការពិតណាស់នៅអាយុ6ខែដំបូងនៃជីវិតទារកត្រូវការទឹកដោះម្ដាយតែមួយមុខប៉ុណ្ណោះក៏ប៉ុន្តែនៅពេលដែលពួកគេមានអាយុចាប់ពី6ខែឡើងទៅទឹកដោះម្ដាយតែមួយមុខគត់គឺមិនគ្រប់គ្រាន់ទៅនឹងតម្រូវការនៃការធំលូតលាស់រាងកាយប្រាជ្ញានិងការពារពួកគេពីជំងឺផ្សេងៗនោះទេចាដូច្នេះសូមអ្នកម្ដាយនិងអ្នកថែទាំកុមារទាំងអស់ផ្ដល់បបរខាប់គ្រប់គ្រឿងដល់កុមារនៅពេលដែលពួកគេមានអាយុចាប់ពី6ខែឡើងបបរខាប់គ្រប់គ្រឿងផ្ដល់ឲ្យកុមារនៅថាមពលនិងសារជាតិចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់រាងកាយនិងប្រាជ្ញាស្មារតីដូច្នេះសូមអញ្ជើញតាមដានមើលពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់កុមារដែលមានអាយុចាប់ពី6ខែរហូតដល់24ខែដែលនឹងមានបង្ហាញជូនដូចតទៅរបៀបធ្វើបបរខាប់គ្រប់គ្រឿងចាស់តទៅនេះនាងខ្ញុំរួមជាមួយនឹងបងស្រីម្នាក់ជាម្ដាយនឹងធ្វើការបង្ហាញជូនពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងសមស្របសម្រាប់កុមារចាប់ពីអាយុ6ខែរហូតដល់24ខែបបរខាប់គ្រប់គ្រឿងត្រូវផ្សំពីអាហារចម្រុះ3ក្រុមរួមមានអង្ករត្រីសាច់ថ្លើមស៊ុតបន្លែពណ៌បៃតងចាស់និងបន្លែពណ៌លឿងទុំរួមទាំងប្រេងឆាបន្តិចផងដែរចាក្នុងចំណោមត្រីឬសាច់លោកអ្នកអាចជ្រើសរើសយកមួយណាក៏បានដើម្បីធ្វើបបរខាប់គ្រប់គ្រឿងប៉ុន្តែមុននឹងជម្រាបជូនពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងសូមស្វែងយល់ពីអនាម័យជាមុនសិនអនាម័យក្នុងការធ្វើបបរខាប់គ្រប់គ្រឿងដើម្បីធានាបាននៅអនាម័យអ្នកចម្អិនបបរខាប់គ្រប់គ្រឿងទាំងអស់ត្រូវលាងដៃជាមួយនឹងសាប៊ូនិងទឹកស្អាតមុនពេលរៀបចំចម្អិនអាហារហើយត្រូវលាងបន្លែត្រីឬសាច់ដែលត្រូវយកមកធ្វើបបរខាប់គ្រប់គ្រឿងឲ្យបានស្អាតល្អអ្នកក៏ត្រូវលាងសម្អាតជ្រុញមុននឹងយកទៅហាន់ឬក៏ចិញ្ច្រាំអ្វីផ្សេងក្នុងពេលចម្អិនផងដែរត្រូវចាំថាសម្ភារៈដែលប្រើប្រាស់ក្នុងពេលចម្អិនត្រូវលាងសម្អាតនិងទុកដាក់ឲ្យបានស្អាតល្អក្រោយពេលប្រើប្រាស់រួចជាពិសេសត្រូវមានចាននិងស្លាបព្រាសម្រាប់កុមារដាច់ដោយឡែកដោយមិនប្រើប្រាស់ជាមួយនឹងចានស្លាបព្រាសម្រាប់មនុស្សធំនោះទេក្នុងនោះបន្លែមានច្រើនមុខដែលអាចយកធ្វើបានដូច្នេះលោកអ្នកអាចជ្រើសរើសយកបន្លែស្លឹកពណ៌បៃតងចាស់ដូចជាត្រកួនខ្ទីស្លឹកបាសដើម្បីដាក់ចូលក្នុងបបរលាយជាមួយនឹងល្ពៅការ៉ុតឬដំឡូងជ្វាសាច់ពណ៌លឿងចា៎បន្ទាប់ពីបានដឹងពីគ្រឿងផ្សំរួចហើយឥឡូវនេះសូមតាមដានពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងជាមួយនឹងយើងខ្ញុំដូចតទៅជាដំបូងត្រូវដាក់អង្ករចូលក្នុងឆ្នាំងតូចល្មមមួយរួចលាងអង្ករមួយទឹកហើយដាក់ដាំបបរសូមចាំថាដើម្បីធ្វើបបរខាប់គ្រប់គ្រឿងមិនត្រូវដាំបបររាវពេកទេហើយឥឡូវនេះក្នុងពេលរង់ចាំបបរពុះយើងបែរមករៀបចំគ្រឿងផ្សំផ្សេងទៀតវិញអ្នកត្រូវយកបន្លែដែលលាងស្អាតមកហាន់ឲ្យល្អិតហើយយកត្រីដែលស្ងោររួចមកបេះឆ្អឹងចេញឲ្យអស់យកតែសាច់រួចដាក់គ្រឿងផ្សំទាំងនោះចូលក្នុងឆ្នាំងបបរនៅពេលដែលបបរពុះរួចដាំរម្ងាស់ទាល់តែបបរឡើងខាប់និងជាចុងក្រោយដាក់ថែមប្រេងឆាបន្តិចចូលរួចកូរជាការស្រេច
ចុះបើយើងចង់ដាក់សាច់វិញតើយើងត្រូវធ្វើបែបណា យើងត្រូវចិញ្ច្រាំសាច់ឲ្យបានម៉ត់ល្អមុននឹងដាក់ចូលក្នុងឆ្នាំងបបរដែលដាំពុះដោយពុំចាំបាច់ស្ងោរមុនដូចត្រីទេដើម្បីកុំឲ្យកូនធំនឹងបបរសាច់គ្រប់គ្រឿងយើងត្រូវឆ្លាស់បន្លែត្រីឬសាច់ខុសគ្នានៅពេលដែលយើងធ្វើបបរខាប់គ្រប់គ្រឿងម្ដងបបរខាប់គ្រប់គ្រឿងឆ្អិនហើយតែប៉ុណ្ណឹងយើងអាចយកទៅបញ្ចុកកូនបានហើយមែនទេ ចាក្រោយរំងាស់បបររហូតរលួយល្អហើយយើងត្រូវដួសបបរដាក់ស្លាបព្រារួចផ្អៀងមើលបបរខាប់គ្រប់គ្រឿងគឺត្រូវតែខាប់មិនធ្លាក់ពីស្លាបព្រានៅពេលដែលផ្អៀងដូចនេះណែ លោកអ្នកបានឃើញរួចមកហើយអំពីរបៀបនៃការធ្វើបបរខាប់គ្រប់គ្រឿងសមស្របសម្រាប់កុមារចាប់ពីអាយុ6ខែរហូតដល់24ខែជាបន្តសូមតាមដាននៅអនុសាសន៍នៃការផ្តល់អាហារសមស្របសម្រាប់កុមារតាមក្រុមអាយុវិញម្ដងអនុសាសន៍នៃការផ្តល់អាហារសមស្របសម្រាប់កុមារតាមក្រុមអាយុសម្រាប់កុមារចាប់ពីអាយុ6ខែលោកអ្នកត្រូវផ្តល់បបរខាប់គ្រប់គ្រឿងដល់គេចំនួន2ដងក្នុងមួយថ្ងៃក្នុងមួយដងចំនួន3ស្លាបព្រាបាយបន្ថែមពីការបើកដល់ម្ដាយយ៉ាងតិច8ដងក្នុងមួយថ្ងៃគឺមានន័យថាឲ្យបើកទាំងយប់ទាំងថ្ងៃកុមារអាយុចាប់ពី7ទៅ8ខែលោកអ្នកត្រូវផ្ដល់បបរខាប់គ្រប់គ្រឿង3ដងក្នុងមួយថ្ងៃដល់ក្នុងបរិមាណកន្លះចានចង្កឹះបន្ថែមពីការបំបើកដល់ម្ដាយយ៉ាងតិច8ដងក្នុងមួយថ្ងៃគឺមានន័យថាឲ្យបើកទាំងយប់ទាំងថ្ងៃកុមារអាយុចាប់ពី9ខែរហូតដល់11ខែលោកអ្នកត្រូវផ្ដល់បបរខាប់គ្រប់គ្រឿងចំនួន3ដងក្នុងមួយថ្ងៃក្នុងបរិមាណ1កាតចានចង្កឹះនិងផ្ដល់អាហារក្រៅពេល1ដងនៅចន្លោះអាហារពេលបន្ថែមពីការបំបើកដល់ម្ដាយយ៉ាងតិច6ដងក្នុងមួយថ្ងៃគឺមានន័យថាឲ្យបើកទាំងយប់ទាំងថ្ងៃសម្រាប់កុមារអាយុចាប់ពី12ខែរហូតដល់24ខែលោកអ្នកត្រូវផ្ដល់បបរខាប់គ្រប់គ្រឿងចំនួន3ដងក្នុងមួយថ្ងៃក្នុងមួយដងក្នុងបរិមាណ1កូនចានចង្កឹះពេញនិងផ្ដល់អាហារក្រៅពេល2ដងក្នុងមួយថ្ងៃចន្លោះអាហារពេលបន្ថែមលើការបើកដល់ម្ដាយយ៉ាងតិច3ដងក្នុងមួយថ្ងៃគឺមានន័យថាឲ្យបើកទាំងយប់ទាំងថ្ងៃសូមចងចាំថាអាហារក្រៅពេលដែលល្អសម្រាប់កុមារមានដូចជាចេកទុំចេកស្ងោរចេកចៀនល្ហុងទុំស្វាយទុំនំអន្សមបបរសណ្ដែកបបរល្ពៅជាដើមជៀសវាងឲ្យកុមារញ៉ាំនំធំឬស្ករគ្រាប់ព្រោះវាមិនល្អដល់សុខភាពនិងការលូតលាស់របស់កុមារនោះទេវិធីបញ្ចុកអាហារដោយសកម្មវិធីដែលបញ្ចុកកុមារដោយសកម្មនិងត្រឹមត្រូវគឺអ្នកម្ដាយនិងអ្នកបញ្ចុកត្រូវលួងឲ្យកុមារញ៉ាំរួចសរសើរលើកទឹកចិត្តកូនប្រសិនបើអ្នកមានរបស់លេងនៅក្បែរនោះអ្នកអាចដាក់ឲ្យកូនមើលបន្លប់បានរួមជាមួយគ្នានោះផងដែរសមាជិកគ្រួសារអាចរិះរកវិធីផ្សេងដើម្បីតាក់ទាញឲ្យកុមារចង់បន្តញ៉ាំបបរខាប់គ្រប់គ្រឿងដូចជាទះដៃនិយាយលេងការច្រៀងឬធ្វើមុខមាត់កំប្លែងជាមួយនឹងកុមារមិនត្រូវឲ្យកុមារញ៉ាំតែម្នាក់ឯងនោះទេព្រោះអាចធ្វើឲ្យកុមារញ៉ាំមិនបានច្រើនដែលអាចប៉ះពាល់ដល់ការលូតលាស់របស់កុមារពិសេសសម្រាប់ទារកដែលនៅតូចមិនទាន់ចេះអង្គុយអ្នកត្រូវដាក់កូននៅលើផ្លូវហើយព្យាយាមសម្លឹងមុខកុមារនិងព្យាយាមបញ្ចុកទោះជាកុមារខ្ជាក់ចេញក៏ដោយការប្រើចានចង្កឹះមានពណ៌និងរូបស្អាតក៏ដូចជាអាហារមានពណ៌ទាក់ភ្នែកកុមារក៏ជាវិធីសាស្ត្រមួយជួយឲ្យកូនលោកអ្នកញ៉ាំអាហារបានត្រឹមត្រូវដែរនៅពេលបញ្ចុកអាហារក្រៅពេលសូមឲ្យកុមារកាន់នំអន្សមឬផ្លែឈើដែលជាអាហារក្រៅពេលញ៉ាំប្រសិនបើគេចង់កាន់ព្រោះវាអាចធ្វើឲ្យកុមារកាន់តែមានអារម្មណ៍ចង់ញ៉ាំបន្ថែមទៀតអនាម័យក្នុងពេលបញ្ចុកកូនម្ដាយឬអ្នកបញ្ចុកអាហារកុមារត្រូវលាងដៃខ្លួននិងកុមារឲ្យបានស្អាតមុនពេលបញ្ចុកចាននិងស្លាបព្រាសម្រាប់បញ្ចុកកុមារត្រូវលាងនិងជូតឲ្យបានស្អាតមុនពេលដាក់បបរចូលហើយអ្នកត្រូវប្រើចាននិងស្លាបព្រាសម្រាប់កុមារដាច់ដោយឡែកមិនត្រូវឲ្យកុមារប្រើចានឬស្លាបព្រាលាយឡំជាមួយនឹងមនុស្សធំនៅក្នុងគ្រួសារនោះទេធ្វើដូចនេះដើម្បីបញ្ជាក់ថាអ្នកបានបញ្ចុកកុមារអស់តាមបរិមាណដែលបានកំណត់របៀបទុកដាក់បបរខាប់គ្រប់គ្រឿងឲ្យបានត្រឹមត្រូវដើម្បីទុកដាក់បបរខាប់គ្រប់គ្រឿងឲ្យបានត្រឹមត្រូវអ្នកត្រូវគ្របឆ្នាំងបបរឲ្យបានជិតល្អរួចដាក់ក្នុងទូសំណាញ់ដែលបិទជិតឬយកគម្របមកគ្របពីលើដើម្បីការពាររុយរោមធូលីដីហុយឬសត្វល្អិតចង្រៃលុកលុយអាហារឆ្អិននិងអាហារឆៅត្រូវដាក់ដាច់ដោយឡែកពីគ្នាអាហារឆៅត្រូវដាក់នៅផ្នែកខាងក្រោមអាហារឆ្អិនដាក់នៅធ្នើខាងលើរបៀបកម្ដៅបបរខាប់គ្រប់គ្រឿង
ដើម្បីរក្សាគុណភាពបបរខាប់គ្រប់គ្រឿងប្រសិនបើលោកអ្នកចង់ចម្អិនទុកឲ្យកុមារញ៉ាំច្រើនពេកត្រូវកម្ដៅបបរឲ្យពុះជាមុនសិន ចាលោកអ្នកបានស្វែងយល់ជាបន្តបន្ទាប់រួចមកហើយអំពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងនិងការផ្ដល់អាហារបន្ថែមសមស្របសម្រាប់កុមារដែលមានអាយុចាប់ពី6ខែឡើងទៅខាងក្រោមនេះគឺជារបៀបធ្វើបបរខាប់គ្រប់គ្រឿងមួយបែបទៀតដែលផ្សំចេញពីអាហារប្រចាំថ្ងៃរបស់គ្រួសារសម្រាប់អ្នកម្ដាយដែលរវល់ហើយដែលមានកូនអាយុចាប់ពី9ខែឡើងទៅ របៀបធ្វើបបរខាប់គ្រប់គ្រឿងសម្រាប់កុមារចាប់ពីអាយុ9ខែដោយប្រើអាហារប្រចាំថ្ងៃរបស់គ្រួសារបបរខាប់គ្រប់គ្រឿងនៅតែជាចំណុចដ៏ល្អសម្រាប់កុមារចាប់ពីអាយុ6ខែរហូតដល់24ខែប៉ុន្តែដោយសង្កេតឃើញថាមានអ្នកម្ដាយនិងអ្នកថែទាំកុមារមួយចំនួនបានឈប់ដល់បបរខាប់គ្រប់គ្រឿងដែលងាកមកផ្ដល់នៅអាហារគ្រួសារជំនួសវិញនៅពេលដែលកុមារមានអាយុចាប់ពី9ខែរហូតដល់10ខែដោយសារមូលហេតុផ្សេងៗ ដូចនេះយើងសូមណែនាំពីរបៀបធ្វើបបរខាប់គ្រប់គ្រឿងដែលផ្សំចេញពីអាហារប្រចាំថ្ងៃរបស់គ្រួសារដើម្បីឲ្យកុមារទទួលបាននូវសារជាតិគ្រប់គ្រាន់ដូចជាបបរខាប់គ្រប់គ្រឿងដែរជាដំបូងអ្នកត្រូវដួសបាយដាក់ក្នុងចានមួយសូមចងចាំថាដើម្បីបានបាយដែលទន់ងាយស្រួលកុមារញ៉ាំអ្នកត្រូវផ្អៀងឆ្នាំងបាយពេលផ្ងំដើម្បីឲ្យទឹកធ្លាក់មកផ្នែកដែលយើងចង់បានបាយជ្រាយ បន្ទាប់មកដួសសាច់ឬត្រីដែលមាននៅក្នុងសម្លឆានិងស្ងោរនិងបន្លែផ្សេងៗដាក់ចូលក្នុងចានបាយហើយពីចូលគ្នាឲ្យបានម៉ត់និងខាប់ដូចជាបបរខាប់គ្រប់គ្រឿងដែលយើងបានចម្អិន គឺខាប់មិនធ្លាក់ពីស្លាបព្រានៅពេលផ្អៀងដូចនេះបន្ទាប់មកគឺយើងអាចយកទៅបញ្ចុកកុមារបានហើយរបៀបនៃការផ្ដល់និងការអនុវត្តការបញ្ចុកយើងត្រូវអនុវត្តតាមអនុសាសន៍ដែលបានបង្ហាញរួចមកហើយ ខ្ញុំសុខភាពល្អដែលសាបបរខាប់គ្រប់គ្រឿង